ចិននឹងរឹតបន្តឹងការនាំចូលវត្ថុពីរយ៉ាងចូលទៅប្រទេសជប៉ុនយោងតាមព័ត៌មានពេកាំងខ្ជូដូក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃទី6ថាខ្លួននឹងពង្រឹងការគ្រប់គ្រងការនាំចេញលើវត្ថុប្រើប្រាស់ពីរយ៉ាងទៅកាន់ប្រទេសជប៉ុនវត្ថុទាំងអស់ដែលមានការប្រើប្រាស់ក្នុងវិស័យយោធានឹងត្រូវហាមឃាត់ដែលអាចរួមបញ្ចូលរ៉ែដ៏កម្រការរឹតបន្តឹងទាំងនេះត្រូវបានគេជឿថាបណ្ដាលមកពីការធ្លាក់ចុះនៃទំនាក់ទំនងជប៉ុនចិនបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី Takaichi Nase ដែលថាភាពអាសន្នរបស់តៃវ៉ាន់អាចបង្កការគំរាមកំហែងដល់អស្ថិរភាពរបស់ជប៉ុនការរឹតបន្តឹងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី6ខែមករាតទៅនេះគឺជាវិធានការតបតបន្ទាប់ពីអំពាវនាវឲ្យប្រជាជនជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនប្រសិនបើរ៉ែកម្រត្រូវបានរួមបញ្ចូលនៅក្នុងការរឹតបន្តឹងចិនជឿថាវានឹងនាំឲ្យមានផលប៉ះពាល់យ៉ាងធំធេងដល់ក្រុមហ៊ុនជប៉ុនលើសពីនេះនៅក្នុងសន្និសីទសារព័ត៌មានមួយលោកស្រីម៉ៅនីងអ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់ការកែប្រែរដ្ឋបាលថាកៃជីចំពោះឯកសារពាក់ព័ន្ធនឹងសន្និសុខចំនួន3ដោយនិយាយថានេះគឺជាចលនាដ៏គ្រោះថ្នាក់មួយឆ្ពោះទៅរកការធ្វើយោធាឡើងវិញរបស់ជប៉ុនដែលនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ក្រសួងពាណិជ្ជកម្មបានពន្យល់ពីមូលហេតុនៃការរឹតបន្តឹងនេះថាដើម្បីរក្សាសន្តិសុខនិងផលប្រយោជន៍ជាតិនិងបំពេញកាតព្វកិច្ចអន្តរជាតិដូចជាការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរយោងតាមសារជីវកម្មជាតិថាមពលនិងលោហៈជប៉ុនប្រទេសចិននឹងមានចំនួន 71.9% នៃការនាំចូលរ៉ែដ៏កម្ររបស់ជប៉ុននៅឆ្នាំ2024នេះគឺខ្ពស់ជាងប្រទេសវៀតណាមដែលមានចំនួន 15.4% និងបារាំងដែលមានចំនួន 6% ហើយប្រទេសជប៉ុននឹងបន្តពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន